សូមគោរពសម្ដេចមហាបវរមហារដ្ឋសភាធិការធិបតីខួនសណ្ដារីប្រធានរដ្ឋសភានៃប្រជាណាចក្រកម្ពុជាសម្ដេចកលាហោមសខេងសម្ដេចបច្ចេកសេនាធិបាញ់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពឯកឧត្តមអនុប្រធានរដ្ឋសភាឯកឧត្តមលោកជំទាវតំណាងរាស្ត្រតំណាងរាជរដ្ឋាភិបាលទាំងអង្គសភាទាំងមូលថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសនិងសេចក្តីរីករាយដែលបានចូលរួមធ្វើបទបង្ហាញបទអន្តរាគមន៍ជូនអង្គសភាដ៏ដងដំអំពីច្បាប់ស្តីពីកាតព្វកិច្ចយោធានាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី7នៃពេលនេះខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចប្រធានរដ្ឋសភានិងគណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភាដែលបានទទួលយកសេចក្តីស្នើសុំរបស់រាជរដ្ឋាភិបាលលើការកោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី7ព្រមទាំងបានពិនិត្យនិងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលឯកឧត្តមកែបចុតិមាប្រធានគណៈកម្មការមហាផ្ទៃការពិជាតិមុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភាទើបបានរាយការណ៍ជូនអង្គសភាដ៏ដងឧត្តមនិងបានអនុញ្ញាតឲ្យខ្ញុំធ្វើបទបង្ហាញមុនអង្គសភាយកមកពិចារណាអនុម័តសម្ដេចព្រះអង្គចាស់អាដាមលោកជំទាវតំណាងរាស្ត្រនិងអង្គសភាជាទីមេត្រីស្ថិតនៅក្នុងបរិយាកាសតែស្ថានភាពតាមតំបន់និងពិភពលោកកាន់តែមានភាពតានតឹងស្មុគស្មាញនិងប្រកបដោយភាពមិនប្រកបប្រជាខ្ពស់ដោយសារការកើតឡើងនៅទំនាស់ព្រំដែនទំនាស់ពាណិជ្ជកម្មជាមួយនឹងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យាកាន់តែស្រួចស្រាវដើម្បីយកឈ្នះគ្នាទៅវិញទៅមករហូតស្ទើរតែលែងគោរពកិច្ចព្រមព្រៀងគួបផ្សំនឹងការធ្លាក់ចុះនៃពហុភាគីនិយមនិងការគោរពច្បាប់អន្តរជាតិនិងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ប្រទេសជាច្រើនបានកំពុងត្រឡប់មកអនុវត្តគោលនយោបាយគាំពារសង្គមគាំពារនិយមនិងប្រកាន់យកជំហរអាត្មានិយមនៅក្នុងបរិបទនេះកម្ពុជាពិតជាមានសេចក្តីត្រូវការចាំបាច់និងបន្ទាន់ជាងពេលណាទាំងអស់ក្នុងការពង្រឹងនិងបង្កើនសមត្ថភាពរបស់ខ្លួនឲ្យកាន់តែរឹងមាំដើម្បីការពារឲ្យបាននូវសន្តិភាពអធិបតេយ្យជាតិនិងផលប្រយោជន៍សង្គមសេដ្ឋកិច្ចជាតិដើម្បីកសាងប្រទេសមួយឲ្យរីកចម្រើនរឹងមាំពលរដ្ឋម្នាក់ត្រូវតែខិតខំកសាងខ្លួនឲ្យคล้ายទៅជាធនធានដ៏មានតម្លៃសម្រាប់ជាតិក្នុងន័យនេះរាជរដ្ឋាភិបាលបានសិក្សាស្វែងយល់អំពីបទពិសោធន៍អន្តរជាតិក្នុងការកសាងកម្លាំងទ័ពដើម្បីរក្សាសន្តិភាពការពារអធិបតេយ្យជាតិនិងផលប្រយោជន៍សង្គមជាតិតាមគំរូ3ទី1គឺប្រព័ន្ធពលរដ្ឋម្នាក់ជាយោធាម្នាក់ដែលអនុវត្តនៅប្រទេសស្វីសនិងអ៊ីស្រាអែលតាមរយៈការបណ្ដុះបណ្ដាលជាប្រចាំទោះជាមិនពេញម៉ោងរយៈរក្សាតុល្យភាពល្អរវាងជីវិតស៊ីវិលនិងសន្តិសុខជាតិរក្សាភាពអព្យាក្រឹតប៉ុន្តែត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុបម្រើជាតិនិងបណ្ដុះស្មារតីឲ្យប្រជាជនមានអារម្មណ៍ស្រឡាញ់និងទទួលខុសត្រូវរួមចំពោះជាតិគម្រោងទី2គឺជាប្រព័ន្ធកាតព្វកិច្ចតាមសេចក្តីត្រូវការដែលអនុវត្តនៅតាមបណ្ដាប្រទេសមួយចំនួនដូចជាសិង្ហបុរីនិងហ្វាំងឡង់តាមរយៈការកំណត់កាតព្វកិច្ចបម្រើជាតិចំពោះបរិសុទ្ធនិងដែលស្ម័គ្រចិត្តចំពោះស្ត្រីផ្ដោតលើការបណ្ដុះបណ្ដាលខ្លាំងនឹងត្រៀមកម្លាំងបម្រុងនិងរក្សាកងយោធាពេញម៉ោងតូចល្មមប៉ុន្តែអាចប្រមូលកម្លាំងបានលឿនក្នុងករណីមានតម្រូវការចាំបាច់និងគម្រោងទី3គឺជាប្រព័ន្ធស្ម័គ្រចិត្តដែលអនុវត្តនៅសហរដ្ឋអាមេរិកតាមរយៈការផ្ដោតលើការកសាងកម្លាំងយោធាដែលមានជំនាញខ្ពស់ការវិនិយោគលើបច្ចេកវិទ្យានិងបច្ចេកទេសជំនាញខ្ពស់និងការបង្កើតឧស្សាហកម្មយោធាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិសម្រាប់កម្ពុជាដែលជាប្រទេសទូចនិងធនធាននៅមានកម្រិតប្រព័ន្ធកាតព្វកិច្ចតាមសេចក្តីត្រូវការជាក់ស្ដែងគឺជាជំរើសដែលសមស្របនៅក្នុងការពង្រឹងនិងបង្កើនកងទ័ពពេញម៉ោងឬយើងហៅថាទ័ពអាជីពផងនិងបង្កើតកងទ័ពបម្រុងផងដើម្បីធានាឲ្យរាជរដ្ឋាភិបាលអាចប្រមូលផ្ដុំកម្លាំងកងទ័ពបានលឿនគ្រប់គ្រាន់សម្រាប់បម្រើសេចក្តីត្រូវការចាំបាច់និងបន្ទាន់នេះគឺផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងដែលយើងប្រឈមនៅពេលថ្មីនេះអាស្រ័យហេតុនេះរាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី
ដោយផ្អែកលើភាពចាំបាច់នៃបរិយាជាក់ស្ដែងនិងដែលចូលលើច្បាប់ដែលកំពុងមានជាធរមានដែលត្រូវបានប្រកាសឲ្យប្រើតាំងពីថ្ងៃទី22ខែធ្នូឆ្នាំ2006ដើម្បីឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងក្លាយជាឧបករណ៍កតេយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ននិងទៅមានអនាគតហើយបានគោរពស្នើសុំការអនុម័តពីរដ្ឋសភាដកដងដំនាពេលនេះប៉ុន្តែថាមានហេតុផលមួយចំនួនដែលកន្លងមករាជរដ្ឋាភិបាលមិនទាន់ជំរុញការអនុវត្តកាតព្វកិច្ចយោធាទោះបីជាមានច្បាប់ហើយក៏ដោយប៉ុន្តែហេតុផលដែលសំខាន់ជាងគេនោះគឺដោយសារម្យ៉ាងសភាពការទៅពេលនោះមិនត្រឹមតែមិនមានភាពចាំបាច់ក្នុងការបង្កើនកម្លាំងទ័ពទេថែមទាំងជាដំណាក់កាលដែលរាជរដ្ឋាភិបាលត្រូវឆ្លងកាត់កម្មវិធីរំសាយកងទ័ពនិងការកាត់បន្ថយចំនួនទ័ពដើម្បីផ្ទេរចំណាយមកផ្ដោតលើការអភិវឌ្ឍក្នុងវិស័យសង្គមសេដ្ឋកិច្ចដែលជាអតិភិបគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងទៀតរាជរដ្ឋាភិបាលក៏ផ្ដល់តម្លៃខ្ពស់បំផុតលើសន្តិភាពនិងការជឿជាក់លើប្រព័ន្ធពហុភាគីនិយមច្បាប់អន្តរជាតិសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាននៅក្នុងការថែរក្សាសណ្ដាប់ធ្នាប់តំបន់ទាំងពិភពលោកសម្ដេចព្រះអង្គម្ចាស់អាដាមលោកជំទាវតំណាងរាស្ត្រនិងអង្គសភាជាទីគោរពពិភពលោកបានឈានទៅដល់របបថ្មីនិងកំពុងស្វែងរកសណ្ដាប់ធ្នាប់ថ្មីដោយសារតែកំណើននៃទំនាស់ព្រំដែនទំនាស់ពាណិជ្ជកម្មនិងការប្រកួតប្រជែងយកឈ្នះលើសេដ្ឋកិច្ចព្រមទាំងការប្រឡងប្រណាំងផ្នែកបច្ចេកវិទ្យាកាន់តែស្រួយស្រាវដែលជាសម្ពាធនិងជាការប្រឈមផងព្រមទាំងជាវិទ្យាសាស្ត្រនិងជាឱកាសផងកម្ពុជាមិនខុសពីបណ្ដាប្រទេសនៅលើសកលលោកត្រូវតែពង្រឹងសមត្ថភាពដើម្បីអាចប្រែក្លាយបញ្ហាទាំងនេះឲ្យទៅជាឱកាសជាពិសេសការរក្សាសន្តិភាពការការពារអធិបតេយ្យបូរណភាពទឹកដីនិងមាតុភូមិជាទីស្រឡាញ់របស់យើងនៅក្នុងដំណើរការឆ្លងកាត់របបថ្មីនិងសណ្ដាប់ធ្នាប់ថ្មីនេះប្រកបដោយភាពធន់និងជោគជ័យសម្ដេចព្រះម្ចាស់អាដាមលោកជំទាវសន្តិភាពយើងមិនអាចសុំអង្វរពីគេទេបទពិសោធន៍ក្នុងរយៈពេល1ឆ្នាំនេះបានប្រាប់ហើយក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុងគ្រប់ពេលវេលាបាននោះទេក្រៅពីយើងរឹងមាំខ្លួនឯងនេះគឺជាអ្វីដែលកម្ពុជាត្រូវធ្វើហើយការអនុវត្តច្បាប់កាតព្វកិច្ចយោធាក៏ជាផ្នែកមួយសំខាន់សម័យនេះគឺប្រទេសជាច្រើនបានប្រើពាក្យនិងទ្រឹស្ដីថាសន្តិភាពដោយកម្លាំងនេះគឺជារបបថ្មីដែលកម្ពុជាត្រូវយើងស្រឡាញ់មិនស្រឡាញ់ពាក្យនេះយើងត្រូវទទួលស្គាល់វាជាការពិតហើយយើងត្រូវតែរឹងមាំខ្លួនឯងខ្ញុំសូមបញ្ជាក់ម្ដងទៀតការស្វែងរកសន្តិភាពនិងថែរក្សាសន្តិភាពមិនអាចសុំអ្នកណាជួយយើងក្រៅពីយើងរឹងខ្លួនឯងនោះទេបរិការនេះហើយដែលជំរុញឲ្យរដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធាមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងជាឧបករណ៍កតេយុត្តរឹងមាំព្រមទាំងមានគោលនយោបាយនិងយុទ្ធសាស្ត្រការពារជាតិប្រកបដោយសមត្ថភាពជំនាញខ្ពស់និងប្រកបដោយប្រសិទ្ធភាពសម្រាប់ពេលបច្ចុប្បន្ននិងអនាគតដូច្នេះច្បាប់នេះនឹងមិនត្រឹមតែជាឧបករណ៍ចាំបាច់ក្នុងការកសាងកម្លាំងទ័ពសម្រាប់ការពារជាតិនិងមាតុភូមិប៉ុណ្ណោះទេថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយវិន័យសមត្ថភាពឆន្ទៈបម្រើសង្គមជាតិដែលជាប្រភពនៃកម្លាំងត្រៀមបំរុងនិងជាធនធានដ៏រឹងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិស្ថិតនៅក្នុងគោលដៅនេះដែលរដ្ឋាភិបាលបាននឹងកំពុងរៀបចំការធ្វើទំនើបកម្មការធ្វើកំណែតម្រង់លើទំនើបកម្មវិស័យយោធាដោយផ្ដោតជាសំខាន់លើការធ្វើទំនើបកម្មរចនាសម្ព័ន្ធការធ្វើទំនើបកម្មការងារវឹកវើនិងការធ្វើទំនើបកម្មសម្ភារៈនិងគ្រឿងបំពាក់បន្ថែមលើនោះការពង្រឹងអភិបាលកិច្ចកងទ័ពគឺជាគន្លឹះដ៏សំខាន់មួយនៅក្នុងការធានាប្រសិទ្ធភាពការពារជាតិរបស់កងទ័ពពេលបច្ចុប្បន្នទៅអនាគតយូរអង្វែងការដាក់ឲ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ2026នេះគឺពិតជាចាំបាច់និងមិនអាចខ្វះបាននៅក្នុងការរួមចំណែកធានាភាពរស់រានមានជីវិតរបស់ជាតិនិងការឯកភាពជាតិរបស់កម្ពុជាទាំងមូលព្រោះវានឹងមិនត្រឹមតែរួមចំណែកក្នុងការពង្រឹងនិងបង្កើនសមត្ថភាពរក្សាសន្តិភាពការពារអធិបតេយ្យបូរណភាពទឹកដីនិងមាតុភូមិប៉ុណ្ណោះទេថែមទាំងជួយពង្រឹងសមត្ថភាពធនធានមនុស្សប្រកបដោយវិន័យសីលធម៌វិជ្ជាជីវៈសមត្ថភាពនិងសុឆន្ទៈ
បំរើជាតិមាតុភូមិដែលជាមូលធនដ៏ពិសិដ្ឋសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិស្ថិតនៅក្នុងកលៈទេសៈដ៏មានតម្លៃនៃការគោរពច្បាប់អន្តរជាតិកាន់តែថយចុះបានធ្វើឲ្យប្រទេសតូចដូចកម្ពុជាដែលប្រកាន់ជំហរអព្យាក្រឹតនិងបញ្ចូលបកសម្ព័ន្ធកាន់តែត្រូវបង្កើនសមត្ថភាពនិងភាពទន់របស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងលើសន្តិភាពសុវត្ថិភាពអព្យាក្រឹតភាពនិងបូរណភាពទឹកដីជាក់ស្ដែងការគំរាមកំហែងមកលើអធិបតេយ្យរបស់កម្ពុជាពេលនេះគឺជាឧទាហរណ៍មួយស្រាប់ដែលសម្រាប់យើងនៅក្នុងការពង្រឹងខ្លួនឯងទន្ទឹមនេះការធ្វើទំនើបកម្មយោធាបានជោគជ័យគឺអាស្រ័យលើប្រសិទ្ធភាពកម្លាំងកងទ័ពកម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាសមស្របនិងទំនើបទាន់សម័យដែលមានន័យថាយើងចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេងដែលមានថាមពលនិងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលអាចជាធនធានសម្រាប់យោធិនអាជីពផងនិងសម្រាប់ដល់វិស័យស៊ីវិលផងតាមរយៈយន្តការនៃកាតព្វកិច្ចនេះសម្ដេចព្រះអង្គម្ចាស់ឧត្តមលោកជំទាវតំណាងរាស្ត្រនិងអង្គសភាជាទីគោរពនៅក្នុងករណីដែលអង្គសភាដ៏ដងដំរបស់យើងអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះមកពិចារណានិងពិភាក្សាឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិទេសីហាតំណាងឲ្យរាជរដ្ឋាភិបាលទៅបកស្រាយពន្យល់លម្អិតទៅតាមជំពូកនិងមាត្រានីមួយនៃសេចក្តីព្រាងច្បាប់ព្រមទាំងឆ្លើយទៅនឹងសំណួររបស់តំណាងរាស្ត្រនៃអង្គសភាដ៏ឧត្តមទោះជាយ៉ាងណាខ្ញុំសូមការអនុញ្ញាតពីអង្គសភាដើម្បីគូសរំលឹកនូវគោលការណ៍សំខាន់និងអត្ថប្រយោជន៍នៅក្នុងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះគោលការណ៍សំខាន់5ដែលខ្ញុំសូមគូសរំលឹកទី1គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្ដែងដែលអាចអនុវត្តតាមការស្ម័គ្រចិត្តឬការចាប់បង្ខំទៅតាមស្ថានភាពជាក់ស្ដែងចំពោះពលរដ្ឋអាយុ18ទៅ25ឆ្នាំនឹងត្រូវក្លាយជាយោធិនបម្រុងរហូតដល់អាយុ45ឆ្នាំក្រោយបញ្ចប់ការបំពេញកាតព្វកិច្ចយោធារយៈពេល24ខែទី2គោលការណ៍កាតព្វកិច្ចចំពោះបុរសនិងគោលការណ៍ស្ម័គ្រចិត្តចំពោះស្ត្រីទី3គោលការណ៍ហ្វឹកហាត់ជាប្រចាំចំពោះយោធិនបម្រុងតាមកម្មវិធីនិងការកំណត់ជាក់ស្ដែងទី4គោលការណ៍រក្សាក្របខ័ណ្ឌដើមនៅមុខតំណែងក្នុងស្ថាប័នរដ្ឋសហគ្រាសសាធារណៈឬឯកជនចំពោះប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យអាចវិលទៅបម្រើការទៅអង្គភាពនៅស្ថាប័នដើមក្នុងក្របខ័ណ្ឌទៅមុខតំណែងដដែលបែបបទនិងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់ដោយកាតព្វកិច្ចចូលបម្រើការងារនិងបន្តសិក្សាវិញនៅកំណត់ដែលក្រឹតនិងទី5គោលការណ៍ត្រៀមចូលរួមបេសកកម្មនៅពេលប្រទេសជាតិមានតម្រូវការចំពោះយោធិនបម្រុងការអនុវត្តតាមគោលការណ៍ទាំង5នេះទើបយើងអាចរួមចំណែកក្នុងការកសាងធនធានយុវជនរបស់យើងឲ្យមានកាយសម្បទារឹងមាំមានវិន័យមានសីលធម៌មានវិជ្ជាជីវៈមានសុឆន្ទៈបម្រើសង្គមជាតិមាតុភូមិមិនថាក្នុងវិស័យយោធាវិស័យសាធារណៈឬវិស័យស៊ីវិលឯកជននោះទេព្រោះយើងបានប្រែក្លាយធនធានយុវជនឲ្យទៅជាមូលធនពិតមនុស្សពិតប្រកបនិងមានតម្លៃសម្រាប់សង្គមប៉ុន្តែការអនុវត្តច្បាប់នេះជាមួយនឹងគោលនយោបាយយុទ្ធសាស្ត្រនិងកម្មវិធីពង្រឹងនិងបង្កើនសមត្ថភាពជាតិនឹងធ្វើឲ្យមានតម្រូវការចំណាយថវិការដ្ឋបន្ថែមប៉ុន្តែនឹងផ្ដល់នូវអត្ថប្រយោជន៍ចម្បងស្ទើរតែមិនអាចកាត់ថ្លៃបានដែលខ្ញុំយកឱកាសនេះលើកឡើងជូនអង្គសភាដកដងឧត្តមនិងសាធារណជនឲ្យបានជ្រាបថាទី1អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិបង្កើតជាប្រព័ន្ធនិងយន្តការមួយច្បាស់លាស់ដែលជាប្រភពកសាងកម្លាំងការពារជាតិដ៏រឹងមាំប្រកបដោយសមត្ថភាពមានវិជ្ជាជីវៈខ្ពស់និងមានប្រសិទ្ធភាពឆ្លើយតបគ្រប់គ្រាន់និងទាន់ពេលទៅនឹងសេចក្តីត្រូវការជាពិសេសការគំរាមកំហែងពីខាងក្រៅដោយភាពជឿជាក់និងស័ក្តិសិទ្ធិភាពខ្ពស់ទី2អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់និងគ្រួសារគឺបានក្លាយទៅជាយុវជនដែលមានកាយសម្បទារឹងមាំមានការអប់រំផ្លូវចិត្តប្រកបដោយសីលធម៌សុជីវធម៌និងឥរិយាបថល្អទទួលបានការតម្រង់ទិសក្នុងការកំណត់គោលបំណងនិងអត្តសញ្ញាណច្បាស់លាស់មានភាពជឿជាក់និងភាពម្ចាស់ការនិងទទួលបានការបំពាក់ស្មារតីទម្លាប់រស់នៅនិងធ្វើការជាក្រុមព្រមទាំងភាពពេញវ័យនិងចាស់ទុំប្រកបដោយការទទួលខុសត្រូវនិងគុណតម្លៃទៅខ្លួនឯងនិងគ្រួសារ
និងទី3អត្ថប្រយោជន៍សម្រាប់សង្គមជាតិទទួលបានយុវជនដែលជាពលរដ្ឋល្អនិងជាកម្លាំងចលនករប្រកបដោយថាមពលទទួលបានយុវជននិងជាពលរដ្ឋប្រកបដោយស្មារតីសហគមន៍និងការស្រឡាញ់ការងារសង្គមនិងដើម្បីទទួលបានជាពលរដ្ឋមានផ្នត់គំនិតបម្រើជាតិមាតុភូមិនៅត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ថាកន្លងទៅគឺមានការលើកឡើងក៏ដូចជាការពីអាដាមទាសីហាទៅជួបគណៈកម្មការមានការលើកឡើងសួរជាច្រើនអំពីអត្ថប្រយោជន៍ទីមួយអត្ថប្រយោជន៍ស្អីខ្លះដែលអ្នកបំពេញកាតព្វកិច្ចបានទទួលទី2សួរថាការបំពេញកាតព្វកិច្ចវាប៉ះពាល់ស្អីខ្លះមានហេតុផលច្រើនប៉ះពាល់ការសិក្សាប៉ះពាល់ការងារនេះគឺជាកង្វល់ទី3ការកង្វល់ថាចូលរើសយ៉ាងម៉េចដើម្បីឲ្យមានតម្លាភាពឲ្យយុត្តិធម៌កុំឲ្យកូនអ្នកមានអត់ទៅកូនអ្នកក្រទៅហេតុអីក៏អត្ថប្រយោជន៍និងនីតិវិធីជាច្រើនចាំមិនដាក់នៅក្នុងច្បាប់ដាក់នៅអនុក្រឹត្យទី1ខ្ញុំសូមបញ្ជាក់ថាច្បាប់នេះគឺជាគោលបញ្ជាក់តែចំណុចគោលមួយចំនួននោះទេដោយឡែកកិច្ចការប្រតិបត្តិជាក់ស្ដែងយើងដាក់នៅក្នុងអនុក្រឹត្យដើម្បីឲ្យមានភាពបត់បែនឧទាហរណ៍អត្ថប្រយោជន៍ដែលត្រូវទទួលបានវាបត់បែនតាមសភាពការអញ្ចឹងយើងមិនចង់ថាបើឆ្នាំនេះត្រូវបន្ថែមអត្ថប្រយោជន៍ផ្សេងតែត្រូវមកឆ្លងសភានោះទេយើងទុកនៅក្នុងការឆ្លើយឆ្លងទៅការរៀបចំនោះនីតិវិធីក្នុងការរើសដូចគ្នាតើយើងធ្វើយ៉ាងណាដាក់បែបណាយើងអនុវត្តកម្រិតណាគឺទុកនៅក្នុងនីតិវិធីនៃអនុក្រឹត្យនិងប្រកាសរបស់ក្រសួងដើម្បីឲ្យមានភាពបត់បែនធានានូវប្រសិទ្ធភាពព្រោះអ្វីដែលចាំបាច់នៅក្នុងការធ្វើគឺគោលដៅសំខាន់គឺការគិតគូរពីប្រយោជន៍របស់បុគ្គលរបស់គ្រួសារពួកបុគ្គលគឺជាកលឹះនៃប្រទេសជាតិអញ្ចឹងការអនុវត្តច្បាប់កាតព្វកិច្ចនេះគឺជាឱកាសដែលយករាជរដ្ឋាភិបាលនៅប្រទេសជាតិរបស់យើងអាចយកយុវជនមួយផ្នែកណាយកទៅធ្វើការបណ្ដុះបណ្ដាលទាំងវិន័យសណ្ដាប់ធ្នាប់បណ្ដុះបណ្ដាលជំនាញបំណិននៅក្នុងកងទ័ពប៉ុន្តែគាត់បម្រើនៅក្នុងកងទ័ពពលយៈប៉ុន្តែការបម្រើក្នុងកងទ័ពមិនមែនជាការបម្រើអត់ប្រយោជន៍ឬមួយក៏ជាការខ្ជះខ្ជាយពេលវេលាដែរនោះទេប៉ុន្តែផ្ទុយទៅវិញគឺជាការខិតខំនៅក្នុងការពង្រឹងធនធានមនុស្សមួយនេះក្នុងរយៈពេល24ខែគាត់នឹងទទួលបាននៅការវឹកវើជាពិសេសការទទួលខុសត្រូវវិន័យសណ្ដាប់ធ្នាប់និងឆន្ទៈប្របដាស្នេហាជាតិនេះគឺជាកលឹះដែលយើងនឹងធ្វើការប្រែប្រួលទី2គឺការប៉ះពាល់ក្នុងការរៀបចំនៅច្បាប់នេះក្រុមការងារបានជជែកគ្នាលម្អិតដែរមានការលើកឡើងថាតើប៉ះពាល់កន្លែងណាខ្លះដែលអាចជាអនុគ្រោះឧទាហរណ៍ជាប្រសង់តើគួរមានលើកជាប្រសង់ទេមានរហូតទៅដល់ការលើកថាពោះម៉ាយកូនច្រើនក៏គួរលើកលែងតែយើងមិនអាចធ្វើបានទេអ្វីដែលសំខាន់គឺការលើកលែងមួយចំនួនតូចតែប៉ុណ្ណោះនៅក្នុងច្បាប់នេះទាំងមានអង្គសភាតែប៉ុន្តែជាទូទៅគឺយើងខិតខំនៅក្នុងការរៀបចំច្បាប់នេះនៅកម្រិតណាដែលមានភាពបត់បែនឧទាហរណ៍ការអនុគ្រោះការស្នើសុំមួយឆ្នាំម្ដងពន្យារយៈពេលប្រហែលឆ្នាំក្នុងការគិតគូរដល់ការរៀនសូត្រឬមួយក៏អ្នកដែលសំខាន់មួយចំនួនពាក់ព័ន្ធនឹងកាតព្វកិច្ចចាំបាច់នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលរបស់ក្រសួងការពារជាតិនៅក្នុងការកាត់បន្ថយផលប៉ះពាល់និងបង្កើននូវអត្ថប្រយោជន៍ព្រោះយោធិនម្នាក់កាតព្វកិច្ចមិនកាតព្វកិច្ចគឺជាធនធានមនុស្សរបស់កម្ពុជាការពារជាតិខ្លាំងតតែធនធានមនុស្សខ្លាំងហើយធនធានមនុស្សនេះពេលចប់คล้ายទៅជាធនធានមនុស្សរបស់សង្គមចេញមកបំពេញភារកិច្ចនៅក្នុងក្រសួងស្ថាប័នឯកជនឬមួយក៏ផ្ទាល់ខ្លួនអញ្ចឹងការគិតគូរនេះគ្រប់ជ្រុងជ្រោយហើយយើងពិតណាស់ខ្ញុំមិនហ៊ានធានាថា100នាក់ឯកភាពទាំង100នាក់ទទួលយកលក្ខខណ្ឌបានន័យថាការលើកលែងការយោគយល់គឺមានតែចំណុចចំនួនក្រៅពីនឹងគឺជាកាតព្វកិច្ចពាក្យថាកាតព្វកិច្ចនេះគឺត្រូវអនុវត្តនៅក្នុងច្បាប់បាទអញ្ចឹងអ្នកខ្លះអាចមានហេតុផលច្រើន
អាចប្រៀបធៀបច្រើននៅពេលដែលប្រជុំគ្នានោះយើងអាចគិតថាបើសិនជាយើងយកហេតុផលទាំងអស់មកដាក់ជាគោលយើងអត់អនុវត្តច្បាប់នេះចេញតែម្ដងមនុស្ស100នាក់មានបញ្ហា100ចំពោះប៉ុន្តែអ្វីដែលសំណួរសួរនោះគឺឃើញថាខ្វះមួយសំណួរដែលសួរសំខាន់យើងសួរថាតើយើងបានអីតើយើងអាចខាតអីបារម្ភរឿងជីវភាពបារម្ភរឿងពេលវេលាបារម្ភរឿងការងារប៉ុន្តែសំណួរមួយដែលខ្ញុំអត់បានឃើញនៅក្នុងបណ្ដាញសង្គមក្តីការចោទសួរក្តីថាតើត្រូវធ្វើយ៉ាងណាដើម្បីរួមគ្នាបណ្ដុះផ្នត់គំនិតស្នេហាជាតិខ្ពស់ចំពោះប្រជាពលរដ្ឋយើងជាពិសេសយុវជនដែលហ៊ានលះបង់គ្រប់បែបយ៉ាងគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌសម្រាប់ជាតិនេះគឺជាសំណួរដែលត្រូវសួរបើសិនជាយើងអាចបណ្ដុះឆន្ទៈនេះបានអារឿងខាត2ឆ្នាំអារឿងខាតតិចខ្វះនោះលែងជាចំណុចហើយសំណួរខ្លះដែលយើងសួរហើយឃើញបានលើកឡើងហាក់ដូចជាចូលកាតព្វកិច្ចនេះគឺជាបន្ទុកត្រូវធ្វើយ៉ាងម៉េចបដូរផ្នត់គំនិតនេះការចូលកាតព្វកិច្ចគឺជាមហាកិត្តិយសដែលគ្រប់គ្នាត្រូវចង់ធ្វើនេះគឺជាអ្វីដែលសំណួរហើយអង្គសភាទាំងមូលថ្នាក់ដឹកនាំនៅក្នុងដំណាក់រាស្ត្រដែលត្រូវចោះជួបប្រជាពលរដ្ឋនិងឆ្លើយចំនួនប្រជាពលរដ្ឋខ្ញុំគិតថាកលឹះសំខាន់បំផុតពិតណាការដាក់ចេញនូវគោលនយោបាយដើម្បីដោះស្រាយបញ្ហាផលប្រយោជន៍ដែលគាត់ទទួលបាននឹងការកាត់បន្ថយផលប៉ះពាល់ជាទំនៀមប៉ុន្តែអត់អាចថាលុបបំបាត់ 100% ប៉ុន្តែអ្វីដែលសំខាន់គឺការបណ្ដុះបណ្ដាលធនធានមនុស្សឆន្ទៈមិនមែនតែយុវជនទេគឺទាំងគ្រួសារតែម្ដងដែលមើលច្បាប់កាតព្វកិច្ចនិងការបម្រើជាតិក្នុងការបំពេញកាតព្វកិច្ចនេះគឺជាកិត្តិយសធំសម្រាប់បុគ្គលនិងគ្រួសារនេះគឺជាកលឹះដែលយើងត្រូវរួបគ្នានៅក្នុងការបំផុសស្មារតីនេះឲ្យបានបើសិនជាគាត់ខាត2ឆ្នាំមិនបានផងតើហៅគាត់ទៅប្រយុទ្ធការពារទឹកដីមិនកើតដែលត្រូវលះបង់ជីវិតនេះគឺជាកលឹះបើគាត់ថាទៅខ្លាចចេះខ្លាចចុះបាត់ប្រាក់ខែចេះបាត់ប្រាក់ខែចុះតើត្រូវលះបង់យ៉ាងម៉េចតើយើងសួរយុវជនដែលកំពុងឈរជើងរាប់ពាន់អ្នករាប់ម៉ឺនអ្នកនៅព្រំដែនការពារទឹកដីរបស់យើងទៅពេលនេះតើពួកគាត់យ៉ាងណាវរៈកងទ័ពវរៈនគរបាលជាតិនិងវរៈអាវុធហត្ថរបស់យើងដែលឈរនៅទីនោះយុវជនដូចគ្នាមានបញ្ហាគ្រួសារដូចគ្នាប៉ុន្តែគេហ៊ានលះបង់មិនមែនដើម្បីប្រាក់ខែទេបើប្រាក់ខែគេមិនហ៊ានលះបង់ជីវិតគេមិនចាំបាច់ទៅទេគេអាចមកធ្វើការងារនៅភ្នំពេញឬមួយក៏ទៅណាប៉ុន្តែគេហ៊ានទៅនោះហើយនេះហើយគឺជាគោលដៅនៃក្របកាតព្វកិច្ចគឺយើងចង់បង្រីកធនធានមនុស្សដែលមានស្មារតីលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិហើយអាចបំពេញភារកិច្ចពេលជាតិត្រូវការពេលណាដែលហ៊ានលះបង់គ្រប់យ៉ាងដែលធំបំផុតគឺហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិនេះគឺជាគោលដៅដែលយើងទាំងអស់គ្នាត្រូវបំផុសស្មារតីនេះឲ្យបានហើយនេះគឺជាអ្វីដែលជាគោលដៅធំនៃច្បាប់កាតព្វកិច្ចក្រោយពី2ឆ្នាំគាត់នឹងមានឆន្ទៈគាត់នឹងមានមនសិការគាត់នឹងមានត្រៀមលក្ខណៈជាប់ខ្លួនគេថាជាប់ជានិច្ចដើម្បីបម្រើជាតិមាតុភូមិអង្គសភាដកដងម្ដងប្រទេសយើងមួយនេះគឺកម្ពុជាបានផ្ដល់ច្រើនណាស់ឲ្យយើងគ្រប់គ្នាហើយដូចខ្ញុំបាននិយាយទៅបើគ្មានកម្ពុជាកូនខ្មែរជាអ្នកការពារជាតិទឹកដីគ្មានពីណាការពារឲ្យយើងហើយជាពិសេសបទពិសោធន៍នៃការជឿចាប់នៅក្នុងរយៈពេល1ឆ្នាំនេះជាពិសេសពីសង្គ្រាមឈ្លានពានអាចធានាអាចជាកលឹះដែលយើងទាំងអស់ត្រូវចងចាំថាកម្ពុជាត្រូវតែពង្រឹងខ្លួនឯងហើយកូនខ្មែរទាំងអស់ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមទឹកចិត្តដើម្បីជួយហើយខ្ញុំក៏អរគុណដែរហើយខ្ញុំឃើញនៅស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋយើងនៅក្នុងពេលដែលផ្ទុះអាវុធពីរដងយើងឃើញទាំងអស់ទាំងចាស់ទាំងក្មេងទាំងអ្នកនៅក្រៅទាំងអ្នកនៅក្នុងទាំងមន្ត្រីរាជការទាំងអ្នកក្នុងវិស័យឯកជនទាំងអ្នកសំទានចូលរួមដើម្បីកងទ័ពយើងការពារជាតិប៉ុន្តែយើងមិនចង់ឲ្យស្មារតីនេះត្រឹមតែមក
ភ្លើងចម្បាំងទេបាទគឺយើងចង់ឲ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពដើម្បីត្រៀមលក្ខណៈពេញលេញអញ្ចឹងការបណ្ដុះនៅផ្នត់គំនិតនិងការស្នេហាជាតិគឺជាគន្លឹះមួយដែលខ្ញុំសូមឲ្យអង្គសភាជាពិសេសអាដាមលោកជំទាវសម្ដេចដែលជាថ្នាក់ដឹកនាំនិងជាតំណាងរាស្ត្រដែលត្រូវជួបជាមួយប្រជាពលរដ្ឋសូមជួយនៅក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណាបំផុសនៅស្មារតីស្នេហាជាតិនិងការត្រៀមលក្ខណៈដើម្បីលះបង់ខ្ពស់ដើម្បីការពារជាតិមួយនេះបើសិនជាយើងបញ្យល់គាត់ហើយគាត់យល់នៅលើតម្លៃនេះខ្ញុំគិតថាសំណួររឿងការខ្លាចទៅអ្នកនេះអត់អ្នកនោះបាត់2ឆ្នាំរៀនបញ្ចប់ស្អីវាទៅជារឿងតូចបាទព្រោះការពារជាតិនិងឱកាសនៃការចូលរួមคล้ายទៅជាកិត្តិយសមហាសាលคล้ายទៅជារបស់មួយដែលមានតម្លៃដែលមនុស្សជាពិសេសយុវជនគ្រប់រូបប្រជែងគ្នាចង់បានលែងទៅសួរសំណួរថាតិចតែកូនអ្នកក្រទៅធ្វើកាតព្វកិច្ចคล้ายទៅជាសួរថាតិចឲ្យតែកូនអ្នកមានបើសិនជាច្បាប់កាតព្វកិច្ចនិងការបម្រើកាតព្វកិច្ចคล้ายទៅជារបស់ដែលចង់បាននេះហើយគឺជាអ្វីដែលយើងចង់បានបើគ្មានឆន្ទៈយើងពង្រឹងកម្លាំងអត់រួចទេទំនើបកម្មអាវុធទំនើបកម្មសពាវុធគ្រឿងបំពាក់យើងមានលុយទិញបានហាត់យើងចំណាយបានប៉ុន្តែបើគ្មានឆន្ទៈពិតប្រាកដពេលដែលសង្គ្រាមទុះឡើងពេលដែលជាតិតម្រូវការអត់មានមនុស្សមួយក៏មនុស្សដែរមិនហ៊ានលះបង់ខ្ពស់ដែលនេះខ្ញុំចង់បញ្ជាក់នៅចំណុចកន្លឹះនៃច្បាប់កាតព្វកិច្ចសំណួរមួយដែលខ្ញុំចាប់ឃ្លាមួយដែលអតីតប្រធានាធិបតីអាមេរិក John F Kennedy គាត់តែងតែនិយាយខ្ញុំតែងតែចាប់កុំសួរច្រើនពេកថាប្រទេសជាតិរបស់អ្នកឲ្យស្អីខ្លះទៅអ្នកគ្រប់ពេលវេលាទៅសួរថាតើអ្នកឯងអាចផ្ដល់ស្អីខ្លះឲ្យប្រទេសជាតិអ្នកឯងកុំសួរថាអ្វីតែរឿងតែបានគិតថាអ្វីដែលយើងផ្ដល់ឲ្យផងអញ្ចឹងច្បាប់កាតព្វកិច្ចមួយនេះគឺជាអ្វីដែលជាមធ្យោបាយនិងជាការបណ្ដុះឆន្ទៈសម្រាប់យុវជនក៏ដូចជាគ្រួសាររបស់ប្រជាពលរដ្ឋយើងជាពិសេសចូលបម្រើតួគ្រួសារគ្រប់គ្រងពីក្រោយប្រជាជនទាំងមូលគ្រប់វិស័យទាំងអស់មិនថារដ្ឋឯកជនព្រោះនៅក្នុងច្បាប់ក៏តម្រូវឲ្យមានការចូលរួមពីគ្រប់វិស័យទាំងអស់ដើម្បីរួមគ្នាផ្ដល់ទៅឲ្យជាតិទៅឲ្យប្រទេសដ៏តូចរបស់យើងមួយនេះគឺជាចំណុចតាក់ទងទៅនឹងអត្ថប្រយោជន៍ដែលខ្ញុំចង់បញ្ជាក់បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានប្រជាពលរដ្ឋជិត 45% ដែលមានអាយុក្រោម25ឆ្នាំនេះគឺជាពេលវេលាដ៏សមស្របបំផុតក្នុងការកែប្រែសក្តានុពលនៃទុនធានយុវជនរបស់យើងឲ្យក្លាយទៅជាមូលធនមនុស្សដែលមានតម្លៃសម្រាប់សង្គមជាតិទន្ទឹមនេះសង្គមជាតិនឹងផ្ដល់នូវកិត្តិយសជូនពួកគេវិញហើយទៅថ្ងៃមុខពួកគេនឹងក្លាយទៅជានិមិត្តរូបសម្រាប់យុវជនជំនាន់ក្រោយយកជាគំរូតាមលើសពីនេះស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នក៏មានអំណោយផលសមល្មមឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពនៅក្នុងការអនុវត្តវិធាននៃការនានាដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិជាពិសេសការបំពេញបន្ថែមកងកម្លាំងប្រដាប់អាវុធដោយកម្លាំងយុវជននឹងការធ្វើទំនើបកម្មយោធាជាបណ្ដាទៅក្នុងគោលដៅប្រែក្លាយវិស័យយោធារបស់យើងឲ្យទៅជាយោធាទំនើបជាជំហានឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបានសម្ដេចព្រះអង្គម្ចាស់អាដាមលោកជំទាវតំណាងរាស្ត្រនិងអង្គសភាជាទីគោរពខ្ញុំសូមបញ្ជាក់នៅចំហច្បាស់លាស់និងមើលម៉ាត់របស់កម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជាជូនប្រជាពលរដ្ឋចាស់ឆ្នោតសាធារណជនគ្រប់ស្រទាប់វណ្ណៈនិងមិត្តបរទេសរបស់កម្ពុជាឲ្យបានជ្រាបថាតាមរយៈការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះក៏ដូចជាការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណៈបព្វជិជនកម្ពុជាសូមអះអាងថាកម្ពុជាជាប្រជាជាតិស្រឡាញ់សន្តិភាពហើយការដឹកនាំរបស់រាជរដ្ឋាភិបាលគឺផ្អែកលើគោលការណ៍សន្តិភាពនិងការអភិវឌ្ឍនិយមពលគឺប្រកាន់ខ្ជាប់នៅសីលធម៌
យុត្តិធម៌និងគុណធម៌នៅក្នុងការដោះស្រាយវិវាទដោយសន្តិវិធីដោយគោរពច្បាប់និងក្របខ័ណ្ឌគតិយុត្តជាធរមានការពង្រឹងនិងការធ្វើទំនើបកម្មវិស័យយោធារបស់យើងមិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនោះទេនេះគឺជាជំហរដូចជាគោលការណ៍គ្រឹះនៃសង្គមកម្ពុជាដែលប្រកាន់ខ្ជាប់នឹងការដោះស្រាយបញ្ហាដោយសន្តិវិធីសច្ចៈកន្តីនិងបញ្ញាកម្ពុជានៅតែបន្តជំរុញការបង្កើនកិច្ចសហការនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដែលមានព្រំប្រទល់ជាប់គ្នាដើម្បីធ្វើយ៉ាងណាធានាឲ្យតំបន់តាមព្រំដែនមិនត្រឹមតែជាតំបន់ដែលមានសន្តិសុខនិងសុវត្ថិភាពប៉ុណ្ណោះទេតែត្រូវប្រែក្លាយតំបន់ទាំងនោះឲ្យទៅជាតំបន់ដែលមានសន្តិភាពនិងការអភិវឌ្ឍដូច្នេះកម្ពុជាពិតជាត្រូវការកិច្ចសហការនិងកិច្ចសហប្រតិបត្តិការប្រកបដោយសុចរិតភាពការគោរពគ្នាទៅវិញទៅមកដោយស្មារតីការគោរពច្បាប់និងក្របខ័ណ្ឌគតិយុត្តដែលមានជាធរមាននឹងការដោះស្រាយបញ្ហាដោយសន្តិវិធីពីគ្រប់ភាគីទាំងអស់មុននឹងបញ្ចប់ខ្ញុំសូមសង្កត់ធ្ងន់ថាពេលនេះពិតជាសំខាន់និងចាំបាច់ជាងពេលណាទាំងអស់ដែលកម្ពុជាត្រូវតែប្រមូលផ្ដុំរាល់កម្លាំងចលករនិងតាមគ្រប់មធ្យោបាយដើម្បីភាពរស់រានមានជីវិតនិងភាពថ្កុំថ្កើងនៃប្រជាជាតិជាពិសេសក្នុងបុព្វហេតុថែរក្សាសន្តិភាពការពារអធិបតេយ្យជាតិនិងបម្រើផលប្រយោជន៍ជាតិមាតុភូមិជាទីស្រឡាញ់របស់យើងកិច្ចការពារជាតិមិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេតែកិច្ចការនេះគឺពិតជាទាមទារដាច់ខាតនៅការចូលរួមចំណែកពីគ្រប់ភាគីនិងគ្រប់កោសិកានៃសង្គមទាំងពីវិស័យឯកជននិងពីប្រជាពលរដ្ឋគ្រប់រូបការគ្រប់គ្រងពីគ្រប់ទិសទីនិងប្រកបដោយស្មារតីស្នេហាជាតិខ្ពស់ចំពោះវីរៈកងទ័ពនិងវីរៈនគរបាលជួរមុខរបស់យើងក្នុងបញ្ហាព្រំដែនកន្លងមកនេះបានបង្ហាញឲ្យឃើញថាការពារជាតិរបស់យើងរឹងមាំដោយសារស្មារតីរួបរวมរបស់ពលរដ្ឋយើងគ្រប់គ្នាសេចក្តីព្រៀងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះនឹងធ្វើឲ្យខឿនការពារជាតិយើងកាន់តែរឹងមាំនិងមានភាពធន់បន្ថែមទៀតជាទីបញ្ចប់ខ្ញុំសូមជូនពរសម្ដេចប្រធានសម្ដេចព្រះម្ចាស់ឯកឧត្តមលោកជំទាវតំណាងរាជរដ្ឋាភិបាលនិងអង្គសភាដ៏ឧត្តមឧត្តមទាំងមូលសូមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លៀងគ្លាឡើយបាទសូមអរគុណ